ជ្រាបសួរបងជួយសួរបងមានអនុស្សាវរីយ៍អីដែលធ្វើជាមួយប៉ាបងចាំអត់ភ្លេចអត់ស្រាប់ខ្ញុំហ្មងរឿងដែលខ្ញុំធ្លាប់ធ្វើមួយប៉ែហើយខ្ញុំចាំអត់ភ្លេចពេលហ្នឹងខ្ញុំចេញពីប្រឡងថ្នាក់ទី12ហើយខ្ញុំឡើងឃ្លៀងខ្លាំងមកពេលហ្នឹងហើយទៅប៉ាខ្ញុំជួយខ្ញុំទៅញ៉ាំមាន់នៅ KFC អាហ្នឹងចាំអត់ភ្លេចហ្មងបើសម្រាប់ខ្ញុំវិញប៉ាខ្ញុំជាមិនតែអត់សូវបង្ហាញក្តីស្រឡាញ់ឯងបើតែគាត់ស្រឡាញ់យើងប៉ុន្តែគាត់អត់សូវបង្ហាញគាត់ចិត្ត support ខ្ញុំពីក្រោយប៉ុន្តែថ្ងៃមួយដែលខ្ញុំចាំអត់ភ្លេចនឹងគឺថ្ងៃប្រឡងអនុខ្ញុំចេញពីប្រឡងមកគាត់រត់មកអោបខ្ញុំហើយគាត់និយាយថាគាត់ធ្វើបានល្អហើយអានេះជារឿងដែលខ្ញុំចាំមិនភ្លេចហ្មងចឹងសម្រាប់ទិវាលោកឪពុកខាងមុខនេះបងមានពាក្យអីដែលចង់និយាយទៅកាន់គាត់អត់បងសម្រាប់ទិវាលោកឪពុកខាងមុខនេះខ្ញុំចង់អរគុណប៉ាសម្រាប់គ្រប់យ៉ាងដែលប៉ាបានធ្វើឲ្យកូនហើយខ្ញុំសូមជូនពរឲ្យប៉ាមានសុខភាពល្អសំណាងល្អអាយុវែងដើម្បីធ្វើជាម្លប់ដល់កូនគ្រប់គ្នាផងដែរបាទសម្រាប់ខ្ញុំក៏ដូចគ្នាដែរមានតែអរគុណប៉ាដែលគ្រប់គ្រងខ្ញុំរហូតមកទៅបីជាទេខ្លះសម្រាប់ទូចធំប៉ុន្តែនៅតែគ្រប់គ្រងកូនម្នាក់នេះហើយក៏ជូនពរឲ្យប៉ាសុខភាពល្អធ្វើការក៏ជោគជ័យគ្រប់ភារកិច្ចបាទចុះសម្រាប់ថ្ងៃប៉ាដែលខាងមុខនេះមកមានកម្រងជូនប៉ាតាំងណាអត់ខ្ញុំមានកម្រងជូនប៉ាតលេងស៊ីមួយបងហើយខ្ញុំក៏បានជ្រើសរើសយកសន្តាគារ Memo Palace Resort and Spa នៅក្នុងដំណើរកម្សាន្តមួយនេះផងដែរដោយសារអីនៅទីនេះបរិយាកាសស្រស់ស្រាយបន្ទប់ធំទូលាយហើយតម្លៃវិញសមរម្យខ្លាំងមែនតើហ្មងបាទជាទូទៅបងកក់បន្ទប់តាមនៅ Memo Palace បងកក់តាមណាដែរជាធម្មតាខ្ញុំកក់តាម Facebook page ឬក៏កក់ពេលមក booking ផ្ទាល់ចឹងណាបងបាទឥឡូវនេះខ្ញុំមាន app កក់បន្ទប់មួយចឹងណែនាំដែល app នឹងឈ្មោះថា 48 Hour Hotel Booking ដែលបងកក់មុនតែ2ថ្ងៃនឹងទទួលបានការ discount រហូតដល់ 50% កក់ឥឡូវនេះមកបងដើម្បីដំណើរកម្សាន្តថ្ងៃ Father Day ខាងមុខនេះ